ជីវិតនៃការរស់នៅរបស់មនុស្សយើងនៅតាមទីជនបទនិងតាមទីក្រុងគឺមានលក្ខណៈខុសគ្នាការរស់នៅតាមទីជនបទគឺមានលក្ខណៈងាយស្រួលបែបផ្សេងនិងលំបាកបែបផ្សេងចំណែកជីវិតនៃការរស់នៅតាមទីក្រុងក៏មានលក្ខណៈងាយស្រួលនិងការលំបាកមួយចំណែកដូចគ្នាផងដែរគ្រាន់តែដឹងថាការរស់នៅតាមទីជនបទគឺខ្ញុំដឹងពីផលលំបាកច្រើនជាងនៅតាមទីក្រុងព្រោះថាជីវិតរបស់ខ្ញុំគឺរស់នៅតាមទីជនបទតាំងពីតូចៗរហូតមកដល់វ័យប្រពន្ធនេះហើយចំណែកតាមទីក្រុងវិញគឺមិនដែលបានរស់នៅទេគ្រាន់តែបានមើលឃើញពីទស្សនវិជ្ជាខ្លះៗហើយក៏មិនបានស៊ីជម្រៅថាមានការលំបាកឬក៏ងាយស្រួលបែបណាឲ្យពិតប្រាកដនឹងដែរតែផលលំបាកនៃការរស់នៅតាមទីជនបទនៅពេលដែលយើងបានរៀនចប់ថ្នាក់បឋមឬអនុវិទ្យាល័យណាមួយនៅភូមិស្រុករបស់យើងពុំមានយើងពិបាកក្នុងការធ្វើដំណើរទៅទីក្រុងដើម្បីបន្តការសិក្សាហើយមួយវិញទៀតនៅពេលដែលយើងធ្វើដំណើរទៅរកទិញរបស់របរប្រើប្រាស់អីក៏ពិបាកក្នុងការធ្វើដំណើរព្រោះវាឆ្ងាយពីទីក្រុងចំណែកនៃការទំនាក់ទំនងឬក៏ការចូលរួមក្នុងសង្គមអីផ្សេងយើងពុំសូវបានដឹងទូលំទូលាយដូចអ្នកនៅទីក្រុងប៉ុន្មានហ្នឹងទេប៉ុន្តែការរស់នៅទីតាមជនបទក៏វាមានភាពងាយស្រួលជាច្រើនផងដែរដូចជាយើងពុំបាច់ចំណាយទៅលើថ្លៃទឹកយើងពុំបាច់ចំណាយទៅលើថ្លៃជួលផ្ទះសម្រាប់រស់នៅអ្វីដែលមានភាពងាយស្រួលជាពិសេសនោះគឺទៅជុំវិញផ្ទះរបស់យើងគឺមានបន្លែបង្ការជាច្រើនមិនថាបន្លែយើងដាំមិនថាបន្លែដែលដុះជាតាមធម្មជាតិក៏យើងអាចបេះយកមកធ្វើស្លផងដែរហើយការរស់នៅទីតាមជនបទណាបងប្អូននៅពេលដែលយើងធ្វើដំណើរទៅណាមកណាយើងមិនភ័យព្រួយក្នុងការខ្លាចថាវាមានស្ទះកកចរាចរណ៍នោះទេចំណែកឯនៅតាមទីក្រុងវិញណាបងប្អូនប្រសិនជាយើងធ្វើដំណើរខុសពេលវេលាធ្វើឲ្យចរាចរណ៍ហ្នឹងគឺកកស្ទះជាមិនខានឡើយនិយាយពីសុវត្ថិភាពនៃទ្រព្យសម្បត្តិផ្សេងណាបងប្អូននៅតាមទីជនបទហ្នឹងគឺមានសុវត្ថិភាពជាងនៅតាមទីក្រុងនៅតាមទីក្រុងបើសិនជាយើងប្រហែសតែបន្តិចហ្នឹងធ្វើឲ្យបាត់បង់នៃទ្រព្យសម្បត្តិជាច្រើនមិនខានឡើយក្នុងន័យនេះហាខ្ញុំមិនមែនមានន័យថានៅតាមទីជនបទហ្នឹងធ្វើប្រហែសក្នុងការទុកទ្រព្យសម្បត្តិមិនបាត់នោះឡើយគ្រាន់តែចង់និយាយថានៅតាមទីជនបទហ្នឹងគឺវាមានហានិភ័យតិចជាងនៅតាមទីក្រុងប៉ុណ្ណឹងសរុបជារួមមកការរស់នៅតាមទីក្រុងនិងតាមទីជនបទគឺវាមានលក្ខណៈងាយស្រួលនិងផលលំបាករៀងៗខ្លួនការរៀបរាប់របស់ខ្ញុំគឺមិនបានអស់សពគ្រប់នោះទេហើយក្នុងពេលនេះគឺសូមស្លេះត្រឹមនេះជាកិច្ចបន្តសូមបងប្អូនទស្សនានៃការធ្វើសម្លម្សៅដើមទាល់សម្លម្សៅដើមទាល់នេះមិនដឹងថាបងប្អូនណាធ្លាប់ធ្វើឬក៏បងប្អូនធ្លាប់ឮគេធ្វើនឹងទេដូចទៅបងប្អូនដឹងហើយថារដូវនេះជារដូវវស្សានៅពេលដែលរដូវវស្សាមានភ្លៀងធ្លាក់នៅពេលដែលធ្លាក់ដំបូងអញ្ចឹងដើមទាល់នៅក្នុងដីគឺវាចាប់ផ្ដើមដុះមកសាជាថ្មីដូច្នេះហើយដើមទាល់ដែលវាដុះថ្មីខ្ចីល្អនេះយើងអាចយកមកធ្វើមុខម្ហូបបានហើយសម្រាប់គ្រឿងផ្សំសម្លម្សៅដើមទាល់ថ្ងៃនេះមានដូចជាដើមទាល់ត្រីអង្ករត្រាំស្លឹកគ្រៃខ្ទឹមអំបិលស្ករប៊ីចេងមើមខ្ទឹមសប្រហុកនិងបន្លែស្លឹកដូចជាស្លឹកបាសហើយនិងត្រួយសាវម៉ាវផងដែរសម្រាប់ដើមទាល់យើងយកដើមទាល់ដែលខ្ចីបន្ទាប់មកយើងចិតសម្បកវាចេញហើយចិតពីរាងចង្វាមូលក៏បានបញ្ឆិតហ្នឹងក៏បានដែរក្នុងពេលដែលបងប្អូនចិតសម្បកទាល់ឬក៏ដើមទាល់ហ្នឹងបងប្អូនត្រូវប្រយ័ត្នប្រយែងឲ្យមែនតែនព្រោះថាដើមទាល់វាធ្វើឲ្យយើងស្គៀបនៅពេលដែលយើងចិតជាចង្វាមមូលហើយយើងដាក់ត្រាំទឹកហើយក៏យើងដាក់អំបិលត្រាំវាសម្រាប់ស្លឹកគ្រៃយើងហាន់វាឲ្យល្អិតបន្ទាប់មកយើងបុកជាមួយនឹងអង្ករហើយថែមជាមួយនឹងមើមខ្ទឹមសផងដែររបៀបនៃការធ្វើមុខម្ហូបមួយនេះហើយជាដំបូងយើងដាំទឹកឲ្យពុះបន្ទាប់មកយើងដាក់គ្រឿងបុកដែលបានបុកឲ្យម៉ត់នឹងចូលបន្ទាប់មកយើងដាក់ត្រីចូលទុកឲ្យវាពុះរៀងឆ្អិនត្រីបន្តិចហើយក៏យើងបានបង់ជាមួយនឹងដើមទាល់ដែលយើងបានចិតវាជាចង្វាមូលតិចតូចល្មមសម្រាប់ដើមទាល់នេះយើងដាក់ហើយយើងទុកវាពុះឲ្យវាឆ្អិនបន្ទាប់មកយើងបង់ជាមួយនឹងប្រហុកអំបិលស្ករប៊ីចេងទៅតាមតម្រូវការរសជាតិរបស់យើងចង់បាននៅពេលដែលយើងដឹងថាត្រីឬក៏ដើមទាល់ឆ្អិនរួចរាល់ហើយយើងភ្លក់ទៅតាមរសជាតិរបស់យើងចង់បានហើយយើងក៏បន្ថែមជាមួយនឹងបន្លែស្លឹកមានស្លឹកបាសក៏ដូចជាត្រួយសាវម៉ាវបន្តិចបន្តួចតាមជំរឿការដែលយើងចង់ដាក់តែប៉ុណ្្នឹងឯងស្លម្សៅបើសិនជាបងប្អូនចង់បានរសជាតិឆ្ងាញ់ជាងនឹងទ្វេដងបងប្អូនត្រូវតែដាក់ស្លឹកលីងលាក់តែនៅពេលដែលខ្ញុំស្លនេះគឺនៅផ្ទះរបស់ខ្ញុំអត់មានស្លឹកលីងលាក់ទេដូច្នេះហើយគឺខ្ញុំធ្វើទៅតាមអ្វីដែលខ្ញុំមានប៉ុណ្្នឹងឯងអរគុណបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយ